នៅមិនទាន់មានការសម្រេចជាក់លាក់លើចំនួនអ្នកទោសដែលនឹងត្រូវដាក់ក្នុងបញ្ជីថ្វាយព្រះមហាក្សត្រដើម្បីសុំការលើកលែងទោសបន្ធូរបន្ថយទោសក្នុងពិធីបុណ្យអុំទូកនៅឡើយនោះទេនេះបើតាមការបញ្ជាក់ពីលោកកឹមសន្តិភាពអ្នកនាំពាក្យក្រសួងយុតិធម៌ដែលបានបញ្ជាក់នៅព្រឹកថ្ងៃទី28 តុលានេះលោកបានបញ្ជាក់ថាគណៈកម្មការជាតិរៀបចំការលើកលែងទោសនិងការបន្ធូរបន្ថយទោសកំពុងពិភាក្សានិងពិចារណាមានទណ្ឌិតចំនួន619នាក់តែប៉ុណ្ណោះដែលគណៈកម្មការលើកលែងទោសនិងបន្ធូរបន្ថយទោសកំពុងពិចារណាហើយនៅក្នុងនោះមាន47នាក់គឺជាស្ត្រីភេទនេះបើតាមការបញ្ជាក់ពីលោកកឹមសន្តិភាពតាមរយៈ Facebook របស់លោកសូមបញ្ជាក់ថាមានអ្នកទោសចំនួន820នាក់ដែលមកពីខេត្តចំនួន20និងមណ្ឌលកែប្រែចំនួន4ត្រូវបានស្នើសុំទៅគណៈកម្មការជាតិរៀបចំការលើកលែងទោសនិងការបន្ធូរបន្ថយទោសសម្រាប់ការពិចារណាលើកលែងនិងការបន្ធូរបន្ថយក្នុងព្រះរាជពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅនៅដើមខែវិច្ឆិកាខាងមុខនេះនេះបើតាមការបញ្ជាក់ពីប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងយុតិធម៌លោកសិទ្ធសុផាណារ៉ាកាលពីថ្ងៃម្សិលមិញលោកអមសំអាតមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថាការជ្រើសរើសទណ្ឌិតដើម្បីបន្ធូរបន្ថយទោសពីពន្ធនាគារនោះគឺមិនមានដំណាភាពនៅឡើយនោះទេព្រោះថាទណ្ឌិតមួយចំនួនដែលមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការជ្រើសរើសប៉ុន្តែមិនត្រូវបានជ្រើសរើសពលគឺមានតែអ្នកមានលុយតែប៉ុណ្ណោះទើបមានឈ្មោះក្នុងបញ្ជីលើកលែងទោសនិងបន្ធូរបន្ថយទោសដែលរៀបចំឡើងដោយប្រធានពន្ធនាគារដូច្នេះលោកអមសំអាតបានស្នើឲ្យក្រសួងយុតិធម៌បង្កើតគណៈកម្មការវិតម្លៃមួយរបស់ក្រសួងដើម្បីជ្រើសរើសដែលផ្ទាល់ជៀសវាងការរិះគន់ដែលតែងតែកើតឡើងសូមរំលឹកថាក្នុងពិធីបុណ្យចូលឆ្នាំ2014នេះទណ្ឌិតប្រមាណ555នាក់ត្រូវបានក្រសួងយុតិធម៌ស្នើឲ្យព្រះមហាក្សត្រលើកលែងទោសនិងបន្ធូរបន្ថយទោសរហូតមកដល់ពេលនេះកិច្ចប្រជុំសម្រាប់ចំនួនទណ្ឌិតសម្រាប់ការលើកលែងទោសនៅក្នុងព្រះរាជពិធីបុណ្យអុំទូកដែលក្រសួងកំពុងតែពិភាក្សានោះមិនទាន់បានសម្រេចយ៉ាងណានោះទេ